សួស្តីក៏សូមជម្រាបសួរទៅកាន់ពុកម៉ែបងប្អូននេះជាសកម្មភាពខ្ញុំចោះទៅធ្វើស្រែហើយថ្ងៃនេះគឺជាថ្ងៃទី2ព្យួរនេះគឺព្យួរដាក់ដីទេព្យួរចោលព្រោះខ្ញុំគេនិយមហៅថាព្យួរចោលណាព្យួរដាក់ដីនឹងយើងគ្រាន់តែព្យួរមួយសាហើយនៅពេលដែលយើងចាប់ផ្ដើមព្រោះក៏យើងព្យួរមួយសាទៀតពេលដែលព្យួរនេះគឺយើងក្រោកទៅពីព្រឹកដោយយើងទៅពីព្រឹកចាប់បានទៅដោះកង់ដោះអីចាប់បានព្យួរពុយមេឃវាថ្ងៃក្តៅនោះបើយើងមិនចាប់បានព្យួរវាក្តៅវាអស់កម្លាំងណាមួយហ្នឹងស្រែនេះមហាសាមគូយន្ត3គ្នាទៅ3នាក់ទេអត់មានអ្នកណាដូរផ្លាស់ប្ដូរគ្នាម្ដងទេដោយសាររវល់រៀងទៅខ្លួនទៅក៏ឆ្លៀតទៅព្យួរហ្នឹងឯងចាប់បានរួចខ្ញុំបានចេញពីយប់ពីព្រឹកខ្ទង់ជាម៉ោង5ម៉ោង6នេះឯងចាប់បានទៅព្យួរក៏ដោះកង់ទៅអុយហូបបាយព្រឹករួចក៏ចាប់បានព្យួរទៅពេលយើងជិះទៅដល់ស្រែនោះក៏ថ្ងៃវារះល្មមណែឯងតែទៅដល់ហ្នឹងមិនទៅបានដោះកង់ទេអ្នកនរគ្នាទៅខ្ញុំទៅដល់វាស្រែក៏អាប្អូនជីដូនមួយហ្នឹងវាមកពីក្រោយមកតែពីក្រោយខ្ញុំណាទៅពេលគាត់ក៏គេក៏សាកកង់កស៊ូសាក់មើលណាទៅពេលសាកកង់កស៊ូសាក់មើលក៏ព្យួរបានមកស្រែតែទៅពេលព្យួរអត់កើតព្យួរបានមកស្រែវាមានអីទេម្យ៉ាងម្នាក់រវាងកង់កស៊ូនិងកង់ដែកហ្នឹងដោយសារថាបើសិនតែដីរៀងផុយដីហុយចេះខ្ញុំព្យួរកង់កស៊ូវាស្រួលម្យ៉ាងដែរអត់ទៅធ្វើដែរទេខ្ញុំព្យួរនេះដែរដែលខ្ញុំឈឺផងពេលដាក់កង់កស៊ូអត់ទៅអីទេព្យួរបណ្ដាវាខ្ពស់យើងដាក់កង់កស៊ូនេះពួកនេះវារៀងខ្ពស់ជាងអាកង់យើងធម្មតាព្រោះកលាកាប់នេះរៀងខ្ពស់តែយើងព្យួរអត់ទៅលោតអត់ទៅខ្ទឺពេលនេះដូចថ្ងៃក្រហមពូនេះធ្វើស្រែដឹងហើយថាវាពិបាកមិនត្រឹមបានថ្ងៃរះមកយើងឆាប់បានពីប្រលប់ទៅយើងបានមួយស្រែពីរស្រែអុយក៏វាធូរកម្លាំងយើងខ្លះដែរតែបើយើងចាំតែថ្ងៃរះមកក៏ថ្ងៃក្តៅទៀតអស់កម្លាំងលេងដល់ពេលអត់មានអ្នកដូរចេះទៀតក៏រត់តែពិបាកជានេះហើយជំរឿនដែលល្អគឺយើងទៅពីប្រលប់ក៏ហើយគោយន្តដាក់ដល់អុយដាក់ចូលក្នុងម្លប់ហើយទាញតែក្បាលតាក់តែផាលមកក៏ប្រូចអ្នកនេះបានឃើញហើយនេះធ្វើទៅបាត់តាយើងអ្នកស្រែវាហត់មេទទួលស្គាល់វាហត់វាក្តៅតែវាមួយយ៉ាងម្នាក់ទេតែទៅដល់ក៏ឃើញវាស្លាស់ខ្លួនស្លាស់ប្រាណថ្ងៃបើកមកស្លាស់បប៉ះខ្យល់ផងមានអារម្មណ៍ថាស្រស់ស្រាយមួយយ៉ាងទៅគេក៏ទាញគោយន្តទៅថាទៅដោះកង់ទេដល់ពេលមិនបានដោះក៏មានតែសាក់មើលសិនទៅតាក់ផារួចក៏ប្រូចពេលនេះអាប្អូនណាតែអាក្មួយនោះវាទៅមកទេព្យួរគេមកក្រោយគេនោះពួកខ្ញុំព្យួរបានមួយស្រែថាមើលទៅទៀតនេះអាស្រែនេះខ្ញុំមើលនេះព្យួរបានម្នាក់មួយស្រែបានមួយស្រែពីរនាក់ហើយប្រូចលេចប្រូចក៏រួចមួយស្រែនេះវាធំក្រាន់តែដោយសារតែយើងគួរយន្ត2ក៏យើងព្យួរលឿនក្រាន់ទៅអត់ធ្លាប់ព្យួរលឿនព្យួរគ្នាច្រើនណាមានអ្នកដូរផងមានគោយន្តច្រើនផងមួយស្រែប្រូចទៅពេលតែថ្ងៃណាអត់មានគ្នាព្យួរតែឯងអូយូព្យាលទីថាអបសក់ទៀតណាធ្លាប់ព្យួរគ្នាច្រើនបលែងគ្នាផងនិយាយគ្នាលេងផងប្រូចលេចកើតក៏រួចអាមួយស្រែធំនេះឯងវាមានធំប្រហែលទេមកម៉ោងក៏ដល់ពេលចូលអាស្រែថ្មីនោះក៏ចាប់ផ្ដើមព្យួរលេងកើតវារៀងរឹងចាស្រែនេះតែក៏ស្រេចចិត្តថាដោះកង់ម្ដងទៀតពេលពួកខ្ញុំចាប់ផ្ដើមដោះកង់ហើយស្រែនេះគឺស្រែពួកខ្ញុំធ្វើយូរហើយតាំងពីខ្ញុំទៅតូចខ្ញុំបាននេះទេជួធ្វើស្រូវធ្វើតែស្រូវធ្ងន់ទេពុកធ្វើតែស្រូវធ្ងន់ពូជនឹងគង់នឹងមកស្ងាត់ដាច់ពូជហើយមានណាធ្វើហ៎គេធ្វើពូជផ្សេងអស់មានតែផ្ទះខ្ញុំទេប្រើនឹងគង់នឹងមកធ្វើស្រូវធ្ងន់វាចំណេញត្រង់ថាយើងហូបទៅវាអត់សូវចោះអង្គទេយើងចំណេញហូបបាយហើយវាអាស្រ័យទៅលើគ្រួសារខ្លះទេគ្រួសារខ្លះគេធ្លាប់ហូបផ្ទាន់ក៏គេហូបស្រូវរឹងអត់កើតតែពួកខ្ញុំធ្លាប់ហូបតែស្រូវរឹងវារឹងដែរទៅពេលបាយកកអីវាបាក់ហូបដែរតែវាម្យ៉ាងនេះត្រង់ថាបើសិនជាយើងហូបជាមួយស្លអីខ្ញុំឲ្យទៅហូបស្រូវដួលអីហូបមួយស្លចាប់ហូបអត់កើតទេបានស្រូវធ្ងន់អីក្រាន់ហើយវាធ្ងន់ពោះបានយូរទៀតទៅពេលស្រូវធ្ងន់ពួកខ្ញុំធ្វើនេះក៏មិនបានផ្ដាច់ពូជទេធ្វើនឹងតែនេះឯងបើទៅខាងនេះលើនោះខ្វៅបោអជាក្រែងនោះពួកខ្ញុំធ្វើថៃសអានោះរៀងទន់ជាងនឹងគួងមកបន្តិចតែវាមិនខុសគ្នាប្រហែលទេនេះមកដល់ពេលថ្ងៃខ្ទង់ជាម៉ោង8ហើយអ្នកគ្នាបានប្រហែលជា70%ទៅហើយស្រែសល់តែ3ស្រែទៀតទេរួចគួរយើង3នោះយើងព្យួរវាលឿនដែរសល់ប្រហែលជា3ស្រែរួចក៏អាប្អូននោះក៏មកដែរ
មកដែរម៉ោង8ម៉ោង9ក៏អស់កន្លងលីងដែរយើងអត់មានអ្នកដូរដែរនោះមានអ្នកដូរដែរវាថ្ងៃចាប់ដល់រះក្រៅមកកុំតបានឆាប់មកពីប្រលប់នោះពិបាកណាស់ណាមួយខ្ញុំបើទិនទៅធ្វើការទៀតទៅពេលបើទិនទៅធ្វើការចាយើងឆាប់ជួពីប្រលប់ទៅបើមកពីប្រលប់ទាំងអស់គ្នានឹង3នាក់អត់យូរទេមកពីយប់ទាំងអស់គ្នាក៏ឆាប់បានរួចក៏ឆាប់បានទៅផ្ទះវិញទៅពេលនេះមានណាសោះប្រហែលជា2ស្រែក៏ខ្ញុំដល់ម៉ោងទៅធ្វើការហើយ